សម័យនោះព្រះពុទ្ធមានព្រះភិក្ខទ្រង់គង់នៅក្នុងវត្តចេតពុនដែលជាអារាមរបស់អនាថបណ្ឌិកសិទ្ធិទៀបក្រុងសាវត្ថីសម័យនោះឯងពួកភិក្ខុនៅក្នុងដែនបាថាប្រមាណ30រូបសុទ្ធតែជាអ្នកប្រព្រឹត្តនៅក្នុងព្រៃជាអ្នកប្រព្រឹត្តបណ្ឌបាតជាអ្នកប្រព្រឹត្តប្រើសម្ពុតបាំងសកលជាអ្នកប្រព្រឹត្តប្រើតែជីវរ3គ្រប់រូបទាំងអស់នាំគ្នាទៅកាន់ក្រុងសាវត្ថីដើម្បីគាល់ព្រះមានព្រះភិក្ខកាលបើតិថីដែលចូលវាសាចិត្តណាស់មកហើយក៏មិនអាចនឹងទៅឲ្យទាន់ចូលវាសានៅក្នុងក្រុងសាវត្ថីបានឡើយហើយក៏នាំគ្នាចូលទៅចាំវាសាក្នុងក្រុងសាកេតនាពាក់កណ្ដាលផ្លូវភិក្ខុទាំងនោះនៅចាំវាសាទាំងមានសេចក្តីអបសក់ព្រោះគិតថាព្រះមានព្រះភិក្ខព្រះអង្គទ្រង់គង់នៅក្នុងទីចិត្តយើងទាំងឡាយចម្ងាយ6យោជន៍អំពីទីនេះទៅយើងទាំងឡាយមិនសមបើមិនបានទៅគាល់ព្រះអង្គសោះគ្រានោះពួកភិក្ខុទាំងនោះនៅចាំវាសាអស់ត្រៃមាស3ខែរួចហើយក៏នាំគ្នាធ្វើបវារណាដោយរដូវនោះនៅមានភ្លៀងធ្លាក់ជោគជាំមានទឹកភក់រអិលនៅឡើយពួកភិក្ខុទាំងនោះក៏មានជីវរទាំងឡាយទៅទឹកជោគបានសេចក្តីលំបាកកាយនាំគ្នាធ្វើដំណើរទៅកាន់ក្រុងសាវត្ថីហើយចូលទៅកាន់វត្តចេតពុនរបស់អនាថបណ្ឌិកសិទ្ធិដែលព្រះមានព្រះភិក្ខគង់នៅលុះចូលទៅដល់ហើយក៏ថ្វាយបង្គំព្រះមានព្រះភិក្ខរួចក៏អង្គុយនៅក្នុងទីដែលសមគួរការស្រស់ស្រួលទទួលជាមួយនឹងពួកភិក្ខុអកន្តកៈនេះជាទំនៀមរបស់ព្រះពុទ្ធព្រះមានព្រះភិក្ខគ្រប់ព្រះអង្គលំដាប់នោះព្រះមានព្រះភិក្ខទ្រង់មានព្រះបន្ទូលនេះនឹងពួកភិក្ខុទាំងនោះថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយអ្នករាល់គ្នាល្មមអត់ទ្រាំបានទេឬអ្នករាល់គ្នាល្មមប្រព្រឹត្តទៅបានស្រួលទេឬអ្នកទាំងឡាយមានសេចក្តីសាមគ្គីស្មោះសរមិនមានវិវាទទាស់ទែងគ្នានៅចាំភាសាស្រួលបួលមិនលំបាកដោយអាហារបណ្ឌបាតទេឬពួកភិក្ខុទាំងនោះក្រាបបង្គំទូលថាបបិទ្ធព្រះមានព្រះភិក្ខខ្ញុំព្រះអង្គទាំងអស់គ្នាល្មមអត់ទ្រាំបានបបិទ្ធព្រះមានព្រះភិក្ខខ្ញុំព្រះអង្គទាំងអស់គ្នាល្មមប្រព្រឹត្តទៅបានបបិទ្ធព្រះអង្គដោយចម្រើនខ្ញុំព្រះអង្គទាំងអស់គ្នាសាមគ្គីស្មោះសរឥតមានវិវាទទាស់ទែងគ្នាទេនៅចាំភាសាក៏ស្រួលបួលមិនលំបាកដោយអាហារបណ្ឌបាតទេបបិទ្ធព្រះអង្គដោយចម្រើនខ្ញុំព្រះអង្គទាំងឡាយនៅក្នុងដែនបាថាប្រមាណ30រូបមកកាន់ក្រុងសាវត្ថីនេះដើម្បីគាល់ព្រះអង្គកាលបើតិថីចូលវាសាចិត្តណាស់ហើយក៏មិនអាចនឹងមកឲ្យទាន់ចូលវាសាក្នុងក្រុងសាវត្ថីបានឡើយក៏នៅចាំវាសាក្នុងក្រុងសាកេតនាពាក់កណ្ដាលផ្លូវនោះទៅបបិទ្ធព្រះអង្គដោយចម្រើនខ្ញុំព្រះអង្គទាំងនោះនៅចាំវាសាទាំងមានសេចក្តីអបសក់ព្រោះគិតថាព្រះមានព្រះភិក្ខព្រះអង្គទ្រង់គង់នៅក្នុងទីចិត្តយើងទាំងឡាយចម្ងាយ6យោជន៍អំពីទីនេះទៅយើងទាំងឡាយមិនសមបើមិនបានទៅគាល់ព្រះអង្គសោះបបិទ្ធព្រះអង្គដោយចម្រើនលុះខ្ញុំព្រះអង្គទាំងអស់គ្នានៅចាំវាសាអស់ត្រៃមាស3ខែហើយក៏នាំគ្នាធ្វើបវារណាព្រោះរដូវនេះនៅមានទឹកភ្លៀងធ្លាក់ជោគជាំមានទឹកភក់រអិលនៅឡើយទើបខ្ញុំព្រះអង្គទាំងអស់គ្នាមានជីវរទាំងឡាយទៅទឹកជោគបានសេចក្តីលំបាកកាយមកតាមផ្លូវឆ្ងាយព្រោះនិទាននេះដំណើរនេះទើបព្រះដែលមានព្រះភិក្ខទ្រង់ធ្វើធម្មីកថាហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយដែលថាគត់អនុញ្ញាតឲ្យពួកភិក្ខុដែលបាននៅចាំវាសារួចហើយក្រាលកឋិនបានមនាលភិក្ខុទាំងឡាយកាលបអ្នកទាំងឡាយបានក្រាលកឋិនហើយនឹងសម្រេចអានិសង្ស5យ៉ាង
គឺត្រេចទៅណាមិនបាច់លាភិក្ខុផងគ្នាមួយត្រេចទៅណាមិនបាច់យកត្រៃជីវរគ្រប់ប្រដាប់មួយឆាន់គណៈភោជនបានមួយទុកដាក់អតិរេកជីវរបានតាមតម្រូវការមួយជីវរណាដែលកើតឡើងក្នុងអាវាសនោះជីវរនោះនឹងមានដល់ភិក្ខុទាំងនោះមួយមនាភិក្ខុទាំងឡាយអានិសង្ឃទាំង5នេះនឹងសម្រេចដល់អ្នកទាំងឡាយដែលបានក្រាលកឋិន